មេបញ្ជាការភូមិភាគ2ប៊ុនស៊ីនផាត់ខ្លាំងមកសមិញថ្ងៃទី15ខែកញ្ញា2025ប្រហែលជាបងប្អូនយើងបានឃើញនៅคลิปវីដេអូរបស់គាត់ជិះយន្តហោះណានោះមកសមិញហ្នឹងគឺគេជិះយន្តហោះជាមួយនឹងអ្នកនាំពាក្យភូមិន្ទថៃលោកស៊ូវរីលោកវិនថៃស៊ូរីហើយនឹងលោកបឺតគេទៅទាំង3នាក់ហ្នឹងទៅឈៀងម៉ៃដើម្បីជួបជាមួយនឹងសិស្សសាលានៅសាលាមួយនៅខេត្តឈៀងម៉ៃប្រទេសថៃដើម្បីអីបងប្អូនដើម្បីបណ្ដុះគំនិតណាឲ្យក្មេងជំនាន់ក្រោយរបស់ថៃហ្នឹងធ្វើចោលបន្តពីគាត់ទៀតចឹងហ្មងបងចอยថាអញ្ចឹងហ្មងទៅព្រោះមករយៈពេលចុងក្រោយនេះបងប្អូនដឹងស្រាប់ហើយប៊ុនស៊ីនផាត់ខ្លាំងរវល់ដើរតាមសាលារហូតហើយទៅនិយាយក្នុងសាលាលើកណាក៏យោធាធ្វើត្រូវដែរគេទៅបកស្រាយខ្លួនឯងធ្វើត្រូវហើយឆ្រៀនពៀនខ្មែរហ្នឹងត្រូវហើយដោយសារអញ្ចឹងមួយចេះពីរអញ្ចឹងមិនសមមិញហ្នឹងបងប្អូនណាលោកប៊ុនស៊ីនផាត់ខ្លាំងណាគាត់និយាយវែងណាបងប្អូនណាអធិស្ឋានបងចត់បានចាក់សម្លេងគាត់ទាំងស្រុងឲ្យបកប្រែមួយណាដោយសារតែវែងអញ្ចឹងគឺបងចอยសុំយកចំណុចសំខាន់ដែលគាត់និយាយកាលពីមិនសមមិញដែរទី1គាត់និយាយទៅកាន់មនុស្សជាង2000នាក់សិស្សសាលាអីហ្នឹងណាថ្ងៃប៉ះតង្កេតគ្នាថ្ងៃកាត់ហេតុនៅតំបន់មុំ3ដែលយោធាសៀមបាញ់ប្រហារសម្រាប់ទាហានកម្ពុជារបស់យើងមួយនៅវេលាទៀបភ្លឺហ្នឹងណាបងប្អូនគាត់បញ្ជាក់ថាខ្មែរហាក់បីដូចជាជន់ឈ្លីកិត្តិយសណារបស់តបថៃដែលរុករៀនចូលទៅដីថៃ100ទៅ150ម៉ែត្រហើយរុករៀនលើកនេះចំពេលដែលលោកប៊ុនស៊ីនផាត់ខ្លាំងហ្នឹងធ្វើជាមេតបទៀតគាត់និយាយថាគាត់ហាក់បីដូចជាកើតមកហ្នឹងគឺល្អមែនតើចំនៅយុគហ្នឹងណាចំអីដែលថាគាត់ត្រូវធ្វើដើម្បីការពារដែនអធិបតេយ្យភាពរបស់ថៃគេនិយាយចឹងគេថាចំយុគគាត់ជាមេតបពិតជាល្អមែនតើគាត់កើតមកដើម្បីធ្វើរឿងហ្នឹងគាត់និយាយចឹងបន្តមកទៀតក៏គាត់បញ្ជាក់ថាក៏មានការបិទច្រកហើយបន្តមកទៀតក៏គាត់ថាគាត់គិត2ម៉ោងណាមុនថ្ងៃកាត់ហេតុថ្ងៃទី24កក្កដា2025នៃការប៉ះទង្គិចគ្នារវាងកម្ពុជាថៃហ្នឹងគាត់ថាគាត់គិត2ម៉ោងគិតទៅគិតមកថាតើត្រូវឲ្យប្រជាពលរដ្ឋខ្មែរហើយនិងប្រជាពលរដ្ឋថៃហ្នឹងឆ្លោះគ្នាប៉ះទង្គិចគ្នានៅតំបន់ប្រាសាទតាមាន់ធំឬក៏គាត់ត្រូវបិទប្រាសាទតាមាន់ធំដើម្បីឲ្យជាការថាទាហានប៉ះជាមួយនឹងទាហានវិញវាល្អជាងពលរដ្ឋប៉ះជាមួយនឹងពលរដ្ឋគឺគាត់សារភាពហ្មងគាត់ថាបើសិនជាបិទប្រាសាទតាមាន់ធំគឺប្រកាសជាមានការប៉ះទង្គិចគ្នាអញ្ចឹងគាត់សម្រេចចិត្តបិទប្រាសាទតាមាន់ធំនៅក្នុងថ្ងៃទី23កក្កដាចាគាត់ពេលផឹកមិនជន់មីនបងចចាំបានណាពេលព្រឹកជន់មីនល្ងាចឡើងគាត់ប្រកាសបិទប្រាសាទតាមាន់ធំថ្ងៃទី23កក្កដាហ្នឹងតទៅថ្ងៃទី24ព្រឹកឡើងចាទៅមានការប៉ះទង្គិចគ្នាតែម្ដងអញ្ចឹងគាត់នឹងហើយចាមេបង្កសង្គ្រាមតាំងពីចាការប៉ះទង្គិចនៅតំបន់មុំ3មកម្លេះចាគឺគាត់ចោតកម្ពុជារបស់យើងហ្នឹងចូលទៅរករៀនដីរបស់សៀមទាំងដែលតំបន់នោះចាជាលេខអ្នកដ្ឋានរបស់កម្ពុជាឈរជើងយូរមកហើយវាចូលមកបាញ់យើងនៅកន្លែងនៃអ្នកដ្ឋានរបស់យើងហើយយើងកំពុងដីទៀតណាហើយវាបកស្រាយប្រាប់ណាសិស្សសាលាសៀមថាវាហ្នឹងធ្វើត្រូវទៀតមកពីខ្មែរហ្នឹងចូលទៅរករៀនបានវាត្រូវបាញ់ណាបងប្អូនវាបកស្រាយយកទៅហើយវាបកស្រាយទៀតថាហេតុអីបានជាណាត្រូវប្រើប្រាស់អាវុធធនធ្ងន់ដើម្បីការពារដែនអធិបតេយ្យភាពរបស់ថៃណាបុព្វបុរសថៃបន្សល់ទុកគេមរតកប្រាសាទហ្នឹងតែប៉ុណ្្នឹងទេទុកឲ្យប្រជាពលរដ្ឋថៃអញ្ចឹងមិនអាចបាត់បង់បានទេត្រូវតែរក្សាការពារឲ្យបានអូយបងចូលស្ដាប់ប៊ុនស៊ីនផាត់ខ្លាំងនិយាយហើយចង់តានៅចិត្តអីចង់តាចាគ្រឹតពេកតែនិយាយរៀបរាប់អញ្ចឹងនៅចំពោះមុខសិស្សសាលារបស់សៀមឲ្យមើលបងប្អូនមើលក្នុងវីដេអូសិស្សសាលាអូគេសាទរគេហូគេ idol គេនិយាយបានត្រូវនិយាយបានល្អគាត់ខ្លាចជា idol ចារបស់ចាសិស្សសាលាថៃស្ទើរតែគ្រប់សិស្សសាលាទៅហើយតែធ្វើបានល្អធ្វើបានត្រូវហើយដើម្បីការពារដែនអធិបតេយ្យភាពរបស់ប្រទេសសៀមហាហ្នឹងទៅធ្វើអីបងប្អូនបានមកចង់និយាយថាដើរតាមសិស្សសាលានិយាយរៀបរាប់យកខ្លួនឯងត្រូវឲ្យថាកងទ័ពនឹងធ្វើត្រូវហើយបដោះកំណត់ឲ្យក្មេងៗជំនាន់ក្រោយរបស់សៀមនឹងធ្វើចោលបន្តពីគាត់ទៀតហ្នឹងហើយធ្វើហ្នឹងគឺដើម្បីការពារដែនអធិបតេយ្យរបស់សៀម